សូកាស្ពតឡានឡើងមកដល់សៀមរាបឥឡូវខ្ញុំនាំដល់សៀមរាបថាក្នុងមួយថ្ងៃហ្នឹងខ្ញុំដើរបានទៅកន្លែងណាខ្លះមកសៀមរាបដើម្បីសេលលុយគឺយើងជួបម៉ូតូជិះកន្លែងទី1ដែលខ្ញុំមកគឺមកហៅបាយញ៉ាំពេលព្រឹកនេះញ៉ាំនៅក្បែរវត្តបូទោះពីញ៉ាំបាយរួចគឺខ្ញុំមកព្រះអង្គជិះព្រះអង្គចោមបីចូលអត់ធូបសូមឲ្យសុខសប្បាយតាមផ្លូវក៏បានទិញជាមួយនឹងខ្សែដៃផ្ការំដួលនៅនឹងដែរកន្លែងទី3គឺខ្ញុំមកកាហ្វេស្បូវសៀមរាបដឹងតែស្គាល់កាហ្វេនេះហើយ Creation បែបខ្មែរហ្មងនិយាយទៅគឺស្អាតមែនតើសៀមរាបនេះល្ងាចឡើងដឹងតែភ្លៀងហ្មងទៅរៀងបន្តិចក៏មកក្អមសៀមរាបបើញ៉ាំនំបញ្ចុកនិយាយទៅរៀងហៅដែរក្អមសៀមរាបនេះស្លក្នុងក្អមនំបញ្ចុកមួយបន្លែជាតិកញ្ច្រែងចេះមើលមកតំណងមែនតើជាតិវិញក៏ឆ្ងាញ់ដែរទី5ដែលខ្ញុំមកគឺសារមន្ទីរជាតិអង្គរសៀមរាបច្រើនដងហើយតែនេះលើកទី1ហ្មងដែលបានចូលទីក៏គឺមកកាហ្វេបានមកកន្លែងទៀតកម្មនេះក៏ល្បីមិនណយដែរចូលឲ្យតែដូរ outfit មកនឹងត្រូវមកទៀតរៀងយំបន្តិចហ្នឹងគឺមកញ៉ាំសាច់អាំងនៅផ្ទះក្បឿងសៀមរាបសាច់អាំងនេះឆ្ងាញ់ប៉ុន្តែខ្ញុំរៀងចង់ខ្លាំងជួរខ្ទឹមនិយាយថាមួយថ្ងៃហ្នឹងដើរច្រើនខ្លាំងហើយចង់រៀងហត់ដែរដល់ផ្ទះវិញក៏ភ្លេចថែសម្រស់ដែរហ្នឹងគឺ Wet Skin Care មកដល់សៀមរាបហ្មងលាងមុខជាមួយនឹង foam វីតាមីន C ហើយជោគជាំមួយក៏លាងសម្អាតបានស្អាតល្អដែរហើយលេង make up ជូរមកអញ្ចឹងគឺអប់ជាមួយនឹង gel ហើយបិទ mask ស្លឹកទៀតទៅអប់ពី15ទៅ20នាទីដូចគ្នាពេលទៅបកចេញហើយគឺខ້ອຍមុខភ្លឺថ្លាស្អាតហើយលងមាត់ហ្មងគាត់ភ្លេចដែរជាមួយនឹង serum វីតាមីន C បំបាច់ស្នាមឲ្យខ្មៅស្នាមឲ្យរយក៏ជួយចុះចូលរបាំងការពារស្បែកដែរចុងក្រោយនេះគឺជាមួយនឹងគ្រីមវីតាមីន C ជួយបំពន់ស្បែកមុខយើងឲ្យទន់ម៉ត់ស្អាតដូច baby អញ្ចឹងបើពេលព្រឹកពេលថ្ងៃដឹងតែលាប sunscreen ទៀតហើយប៉ុន្តែនេះពេលយប់ទៅប៉ុណ្ណឹងគឺចូលគេងបានហើយ